បណ្ឌិតសភានគរបាលកម្ពុជាមានកិត្តិយសយ៉ាងឧត្តមឧត្តមដែលបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅបន្តសម្រាប់ឆ្នាំ2026របស់បណ្ឌិតសភានគរបាលកម្ពុជាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធានគណៈអធិបតីសូមអង្គពិធីទាំងមូលអបអរសាទរតែងនៅការគោរពនិងគិរិយកិច្ចចំពោះឯកឧត្តមបណ្ឌិតទូចវិសាលសុខរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានអញ្ជើញជាប្រធានគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2025និងទិសដៅការងារឆ្នាំ2026របស់បណ្ឌិតសភានគរបាលកម្ពុជានាឱកាសដ៏វិសេសវិសាលនេះជាប់គ្នានេះក៏សូមស្វាគមន៍ចំពោះសាលានគរបាលជាតិទាំង7កន្លែងដែលកំពុងផ្សាយផ្ទាល់តាមវីដេអូ Zoom ពីទីនេះបានន័យថាសន្និបាតរៀបទូទាំងប្រទេសស្ថិតក្នុងឱកាសនេះផងដែរខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតប្រធានគណៈអធិបតីឯកឧត្តមលោកជំទាវលោកស្រីដែលបានផ្ដល់នូវភាពកក់ក្ដៅនិងលើកទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នាឲ្យកាន់តែមានការបដិញ្ញាចិត្តនិងឆន្ទៈមោះមុតក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនឲ្យសម្រេចបានជោគជ័យបន្ថែមទៀតស្របតាមផែនការយុទ្ធសាស្ត្រដំណាក់កាលទី3ដែលបានកំណត់បណ្ឌិតសភាដែលបាននឹងកំពុងធ្វើការអភិវឌ្ឍគ្រប់ផ្នែកគឺដោយសារតែមានការឧបត្ថម្ភនិងគាំទ្រយ៉ាងមុតមមក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្លៀសវៃនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមការដឹកនាំរបស់វីរៈវិញ្ញូជននៃជាតិប្រកបដោយសក្តានុពលគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានទទួលការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រនិងដឹកនាំបញ្ជាពីសំណាក់សម្ដេចកលាហោមសខេងអតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងបច្ចុប្បន្ននេះឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលមានទស្សនវិស័យកំណែទម្រង់និងអភិវឌ្ឍបានបន្តផ្ដល់អាទិភាពនិងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទសម្ភារៈរូបវន្តដើម្បីជំរុញឲ្យបណ្ឌិតសភាមានលក្ខណៈសម្បត្តិស្របតាមស្តង់ដារគុណភាពនិងមានឧត្តមភាពក្នុងនាមអាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមសម្ដែងនៅការកោតសរសើរដល់ភាពជាអ្នកដឹកនាំរបស់អាដាមប្រធានហើយនឹងការប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលយើងទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះចុងបញ្ចប់នេះសូមជូនពរដល់អាដាមលោកជំទាវអនុរដ្ឋលេខាធិការអាដាមប្រធានអាដាមលោកជំទាវជាអាដាមសេនីយ៍វីរៈសេនីយ៍ទាំងអស់បាទសូមឲ្យទទួលបានជោគជ័យថ្មីទៀតហើយសូម
ប្រកាសបិទកម្មវិធីពេលនេះបាទសូមអរគុណ